ស្វាគមន៍មកកាន់មេរៀនថ្មីនៃការសិក្សាទៅលើការបំលែងនាមឲ្យទៅជាពហុវចនៈចំណុចទី9អញ្ចឹងចំណុចទី9នេះគឺជាចំណុចចុងក្រោយហើយដែលយើងនឹងសិក្សាអំពីការបំលែងនាមឲ្យទៅជាទម្រង់នៃពហុវចនៈដែលចំណុចទី9នេះគឺយើងនឹងសិក្សាទៅលើ irregular noun អញ្ចឹង irregular noun នៅក្នុងភាសាអង់គ្លេសគឺវាមានការផ្លាស់ប្ដូរដោយមិនមានច្បាប់ឬក៏មិនមានទម្រង់អីច្បាស់លាស់ទេដូច្នេះសូមទាញចំណាប់អារម្មណ៍បងប្អូនឲ្យកលេចមើលមកចំណុចទី9.1គឺចំណុចនេះគេនិយាយថា a few nouns form their plural by changing the inside vowel of the singular មានន័យថានាមមួយចំនួនវាផ្លាស់ប្ដូរទម្រង់របស់វាទៅជាទម្រង់ពហុវចនៈតាមរយៈការផ្លាស់ប្ដូរvowel មានន័យថាត្រាក់ដែលនៅកណ្ដាលវាតែប៉ុណ្ណោះអញ្ចឹងយើងមានពាក្យឧទាហរណ៍ជាច្រើនឧទាហរណ៍ដូចជាយើងមានពាក្យថា a man ទៅជា two men អញ្ចឹង men គឺជាពហុវចនៈប៉ុន្តែ man គឺជាឯកវចនៈអញ្ចឹងមានន័យថាវាដូរត្រឹមតែស្រៈនៅកណ្ដាលវាតែប៉ុណ្ណោះអញ្ចឹងស្រៈនៅក្នុងនេះគឺអក្សរ A ដល់ពេលទៅជាពហុវចនៈដូរទៅជាអក្សរ E វិញទៅជា two men ហើយពាក្យទី2គឺ a woman ទៅជា two women ឃើញអត់នេះយើងដូរទៅជាអក្សរ E វិញពាក្យមួយទៀតឧទាហរណ៍ដូចជាពាក្យថា a foot ទៅជា two feet ហើយ number 2 a tooth ទៅជា two teeth ចំណែកឯ number 5 a goose ទៅជា two geese ហើយលេខ6 a louse ទៅជា two lice ចំណែកឯចំណុចទី7ដែលជាចំណុចចុងក្រោយគឺ a mouse ទៅជា two mice ឃើញអត់ចំពោះចំណុចទី9.2វិញម្ដងគឺគេបាននិយាយថា there are a few nouns that form their plural by adding en to the singular មានន័យថានៅក្នុងចំណុចនេះគឺមាននាមខ្លះៗដែរដែលវាបន្ថែមទៅលើ en តែម្ដងនៅពេលដែលក្លាយទៅជាពហុវចនៈឧទាហរណ៍ដូចជាពាក្យអីគេនេះ an ox មានន័យថាគោដល់ពេលគោពីរក្បាលទៅជា oxen ឃើញទេយើងថែម en នៅខាងចុងពាក្យទី2ឧទាហរណ៍ដូចជាពាក្យថា a child ទៅជា two children ឃើញទេយើងថែម en ក៏ប៉ុន្តែយើងក៏មាននាមមួយប្រភេទទៀតដែរនៅក្នុងចំណុច9.3នេះគឺគេនិយាយថា some noun have the singular and the plural alike មានន័យថានាមខ្លះដែរដែលទម្រង់ពហុវចនៈក្តីមិនថាជាទម្រង់ឯកវចនៈក្តីក៏នៅតែមិនផ្លាស់ប្ដូរមានន័យថាវាដូចគ្នាឧទាហរណ៍ដូចជានៅក្នុងទីនេះគឺយើងនឹងឃើញពាក្យថា a swine ដល់ពេលទៅជាពហុវចនៈទៅជា two swine ឃើញទេវាអត់ផ្លាស់ប្ដូរឬក៏មិនថែម s អ្វីទាំងអស់នៅពេលដែលវាទៅជាទម្រង់ពហុវចនៈហើយពាក្យទី2ឧទាហរណ៍ដូចជាពាក្យថា a sheep ចឹង sheep two sheep អត់ផ្លាស់ប្ដូរអ្វីទាំងអស់ចំណែកឯពាក្យទី3គឺ a deer two deer ឃើញអត់មានថែម s អត់មានផ្លាស់ប្ដូរអ្វីទាំងអស់គឺនៅតែដដែលរីឯពាក្យទី4គឺពាក្យថា a cart ដល់ពេលទៅជាពហុវចនៈទៅជា two cart ឃើញទេហើយ number 5 an aircraft ចឹងទៅជាពហុវចនៈទៅជា two aircraft ហើយលេខ6គឺ a fish ដល់ពេលទៅជាពហុវចនៈទៅជា two fish ឃើញអត់ចឹងពាក្យមួយប្រភេទនេះមិនថាទោះបីជាឯកវចនៈក្តីមិនថាជាពហុវចនៈក្តីក៏មិនថែមឬក៏មិនផ្លាស់ប្ដូរអ្វីទាំងអស់មានន័យថាវានៅតែដដែលមកដល់ចំណុច9.4គឺគេបាននិយាយថា some noun are used only in the plural មានន័យថានាមខ្លះគឺមានតែទម្រង់ពហុវចនៈអញ្ចឹងតែម្ដងដូចជាយើងឃើញនៅខាងក្រោមនេះគឺចំណុច9.4.1 Names of the instruments which have two parts form a kind of pair as នៅក្នុងចំណុចនេះគឺមានន័យថានាមដែលជាឈ្មោះនៃឧបករណ៍ដែលមានចំនួន2ហើយបង្កើតបានទៅជាមួយគូឧទាហរណ៍ដូចជាពាក្យថា bellows អញ្ចឹង bellows នេះគឺមានន័យថាអូតូគឺវាមានអក្សរ s តែម្ដងអញ្ចឹងពាក្យប្រភេទហ្នឹងគឺវាមានទម្រង់ជាពហុវចនៈពីដើមតែម្ដងព្រោះវាជាប្រភេទមួយគូអញ្ចឹងណាសម្រាប់ពាក្យទី2គឺពាក្យថា sisters អញ្ចឹង sisters នេះគឺត្រូវតែ add s មានន័យថាបើយើងដាក់អត់ s ទេគឺមានន័យថាកត្រៃវាមានតែមួយជាហៀងទេវាអត់មានមួយគូគ្នាវាទេតែជាទូទៅកត្រៃគឺត្រូវតែមាន2សងខាងមានអត់ដើម្បីកាត់បានចំណែកឯពាក្យទី3គឺ tongs នេះគឺដង្កៀបអញ្ចឹងដង្កៀបគឺវាមានសងខាង2សម្រាប់ចាប់អញ្ចឹងមួយគូវាហ្នឹងបង្កើតបានទៅជាពហុវចនៈអញ្ចឹងនាមប្រភេទហ្នឹងគឺយើងដាក់ពហុវចនៈ always តែម្ដងគឺតែងតែពហុវចនៈតែម្ដងចំណែកឯពាក្យទី4គឺ pincers អញ្ចឹង pincers នេះគឺមានន័យថាដង្កាប់ឥឡូវដង្កៀបឥឡូវដង្កាប់អញ្ចឹងដង្កាប់ក៏វាមាន2ខាងដូចគ្នាដែរដូចគ្នាទៅនឹង sisters ដែរអញ្ចឹងយើងថែម s មានន័យថាយើងត្រូវតែបន្ថែម s តែម្ដងទៅលើពាក្យអស់ហ្នឹងដោយសារតែវាជាប្រភេទ two parts of the instrument that form together as pair ចំណែកឯពាក្យទី5គឺ spectacles ជា spectacles គឺជា glasses
មានន័យថាជាវ៉ែនតានឹងឯងប៉ុន្តែគ្រាន់តែថាវ៉ែនតានៅក្នុងសម័យទំនើបនេះគេប្រើពាក្យថាglasses ក៏ប៉ុន្តែ the old fashion គេប្រើជាមួយនឹងពាក្យថា spectacles ប៉ុន្តែគ្រាន់តែពាក្យពីរហ្នឹងគឺវាដូចតែគ្នានឹងឯងមិនខុសគ្នាទេអញ្ចឹងវ៉ែនតាមានវ៉ែនតាដែលមានតែមួយមែនអត់វ៉ែនតាជាទូទៅគឺវាមានមួយគូគ្នាវាមកជាហៀងឆ្វេងស្ដាំអញ្ចឹងទៅអញ្ចឹងបានជាគេប្រើជាមួយនឹងពហុវចនៈអញ្ចឹងយើងចាំថានាមដែលជាប្រភេទមួយគូអញ្ចឹងគឺយើងប្រើជាមួយនឹងពហុវចនៈជានិច្ចអញ្ចឹងចូលមកដល់ចំណុចទី 9.4.2 ហើយក៏ជាចំណុចចុងក្រោយដែរអញ្ចឹងសម្រាប់ចំណុចចុងក្រោយនេះគឺ names of a certain articles of dress as មានន័យថានាមដែលជាប្រភេទនៃសម្លៀកបំពាក់ក៏វាមានទម្រង់ដែលជាពហុវចនៈផងដែរឧទាហរណ៍ដូចជាពាក្យថា trousers អញ្ចឹង trousers គឺមានន័យថាខោជើងវែងអញ្ចឹងខោជើងវែងគឺវាមានជើងពីរអញ្ចឹងគេគិតជើងហ្នឹងអញ្ចឹងបង្កើតបានទៅជាពហុវចនៈមួយគូហ្នឹងអញ្ចឹងបើយើងដាក់ trousers អត់ S មានន័យថាខោនឹងដាច់ជើងមកជាហៀងហើយប៉ុន្តែមិនអញ្ចឹងទេtrousers គឺតែតែមាន S ចំណែកឯចំណុចទី2គឺ drawers ចឹង drawers ខោទំនាប់ហើយចំណែកឯពាក្យទី3គឺ breeches ឃើញអត់វាបញ្ចប់ទៅដោយ ch អញ្ចឹងយើងថែម es មកអញ្ចឹងនាមទាំងអស់ហ្នឹងគឺវាអូតូហើយគឺវាមានន័យថាវាជាទម្រង់ពហុវចនៈនឹងឯងពេលដែលយើងសរសេរវាឬក៏ប្រើវាចំណែកឯពាក្យទី4ហ្នឹងគឺពាក្យថា jeans ចឹង jeans ក៏គេគិតថាវាក៏ជាទម្រង់ពហុវចនៈដែរដោយសារតែវាមានជើងពីរមែនអត់វាមិនខុសគ្នាពី trousers ទេចំណែកឯពាក្យទី5នេះគឺពាក្យថា tights ចឹង tights គឺយើងត្រូវតែថែម s ដូចគ្នាដែរហើយពាក្យទី6គឺ short ហេ short ក៏នៅតែមានជើងពីរដូចគ្នាដែរអញ្ចឹងយើងត្រូវថែម s ហើយពាក្យទី7ដែលជាពាក្យចុងក្រោយគឺ pajamas អញ្ចឹង pajamas ក៏មាន s ដែរពីព្រោះតែគេគិតថាវាជាទម្រង់ពហុវចនៈដូច្នេះមេរៀនតេតិនទៅនឹង plural nouns ក៏បានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានទស្សនា I hope you can get have full knowledge from this presentation. Good luck.